បច្ចុប្បន្នភាពនេះខ្ញុំលើកយកពីសភាវុធយុទ្ធពកដែលអ៊ីរ៉ានបានវាយតបវិញក្រោយពីអ៊ីស្រាអែលនិងសហរដ្ឋអាមេរិកបានវាយប្រហារទៅលើរបបអាយ៉ាតុលឡាខ្ញុំនឹងជម្រាបបច្ចុប្បន្នភាពប្រចាំថ្ងៃអំពីការវាយប្រហារដែលខាងកងទ័ពអ៊ីរ៉ានធ្វើចំពោះអ៊ីស្រាអែលមូលដ្ឋានទ័ពសហរដ្ឋអាមេរិកនិងបណ្ដាប្រទេស GCC គឺជាបណ្ដាប្រទេសនៅក្នុងឈូងសមុទ្រថ្ងៃទី28ខែកុម្ភៈអ៊ីរ៉ានបានបាញ់កំជ្រួចចំនួនប្រហែល100ដើមនិងដ្រូនប្រហែល200ដើមបកមករកអាមេរិកអ៊ីស្រាអែលនិង GCC ថ្ងៃទី1ដល់ថ្ងៃទី3ខែមិនិនាឆ្នាំ2026អ៊ីរ៉ានបានបាញ់កំជ្រួច300ដើមនិងដ្រូនជិត1000ដ្រូនមកលើអ៊ីស្រាអែលអាមេរិកនិង GCC ថ្ងៃទី4មិនិនាអ៊ីរ៉ានបានបាញ់កំជ្រួច100ដើមបូកនឹងដ្រូនជាង300មកលើអ៊ីស្រាអែលអាមេរិកនិង GCC ថ្ងៃ5ដល់ថ្ងៃ7មិនិនា2026បានបាញ់កំជ្រួច40ដើមនិងដ្រូនជិត200គ្រឿងមកលើអ៊ីស្រាអែលអាមេរិកនិង GCC ថ្ងៃ8ដល់ថ្ងៃ11មីនាគឺជាលើកដំបូងដែលកងទ័ពអ៊ីរ៉ានបានធ្លាក់ដៃចុះមិនមានការវាយប្រហារខ្លាំងតាម drone និងតាម missile ច្រើនទេថ្ងៃ12ដល់13មីនាអ៊ីរ៉ានបាញ់កំជ្រួចជាង60ដើមនិង drone ជាង200គ្រឿងមកលើអ៊ីស្រាអែលអាមេរិកនិង GCC ថ្ងៃ14 15កំជ្រួច200ដើមនិង drone ជាង250គ្រឿងវាយប្រហារមកលើអ៊ីស្រាអែលសហរដ្ឋអាមេរិក GCC ថ្ងៃ16 17កំជ្រួច50ដើមនិង drone ជាង300គ្រឿងវាយប្រហារមកលើអាមេរិកអ៊ីស្រាអែលនិង GCC ថ្ងៃ18កំជ្រួច200កំជ្រួច25និង drone ប្រហែល40គ្រឿងថ្ងៃ19នេះមិនទាន់មានស្ថិតិទេបើយើងមើលអំពីការវាយប្រហារបកវិញនៃកងទ័ពអ៊ីរ៉ានយើងឃើញថាថ្ងៃ28កំជ្រួចបាញ់100គ្រឿង drone 200ថ្ងៃទី1ដល់ថ្ងៃទី3ខែមិនិនាកំជ្រួច300គ្រឿង300ដើមនិង drone ជាងជិត1000គ្រឿងថ្ងៃទី4កំជ្រួច100ដើមនិង drone ជាង300គ្រឿងថ្ងៃ5ដល់ថ្ងៃ7មីនាកំជ្រួចធ្លាក់នៅ40ដើម drone 150គ្រឿងថ្ងៃ8ដល់ថ្ងៃ11ធ្លាក់ចុះខ្លាំងมันមានការវាយពីអ៊ីរ៉ានមកទេពី8 11មានតិចកំជ្រួចតិចរហូតដល់ថ្ងៃទី12 13កំជ្រួច60ដើមនិង drone 200គ្រឿង14 15ធ្លាក់នៅ80ដើមនិង250គ្រឿងដល់ថ្ងៃ16 17ធ្លាក់ចុះនៅ50ដើមតែ drone ឡើងប្រហែល300គ្រឿង18កំជ្រួចធ្លាក់ចុះនៅ25ដើមជា projectile ដែល drone មានប្រមាណជា40គ្រឿងបើយើងកលេចមើលទៅការវាយប្រហារសរុបរបស់អ៊ីរ៉ានតបវិញគឺការវាយប្រហារទៅលើប្រទេសអ៊ីស្រាអែលអ៊ីរ៉ានបានបាញ់កំជ្រួចជិត300ដើមបាញ់កំជ្រួចជិត300ដើមតាំងពីថ្ងៃទី28ខែកុម្ភៈនិងប្រើ drone ប្រហែលជា600គ្រឿងនៅក្នុងការវាយប្រហារ223ដងសំទោស227ដងក្នុងការវាយប្រហារ200សង្គ្រាម20ថ្ងៃក្នុងការវាយប្រហារទៅលើអ៊ីស្រាអែល227ដងប្រើកំជ្រួចអស់ជិត300ដើមនិង drone ជាង550គ្រឿងអ៊ីរ៉ានវាយប្រហារទៅលើអ៊ីមីរ៉េតអារ៉ាប់រួមច្រើនជាងគេបំផុតគឺអ៊ីមីរ៉េតអារ៉ាប់រួមអ៊ីរ៉ានបានបាញ់កំជ្រួច305ដើមនិងប្រើ drone 1600គ្រឿងវាយប្រហារទៅលើ United Arab Emirates នេះគឺជាចំណុច
ដែលចាប់អារម្មណ៍ជាងគេគឺការវាយប្រហារខ្លាំងជាងគេគឺវាយប្រហារទៅលើ UAE Arab United Arab Emirates ឬក៏ Emirates Arab រួមនៅប្រទេសកូវ៉ែតទទួលការវាយប្រហារពីអ៊ីរ៉ាន់សរុបកំជ្រួច178ដើម drone 380គ្រឿងឃើញថាក្នុងចំណោមប្រទេស GCC កូវ៉ែតត្រូវជាប្រទេសទី2ដែលត្រូវរងគ្រោះពីការវាយប្រហាររបស់អ៊ីរ៉ាននៅបាក់រ៉េនជាប្រទេសទី3នៃប្រទេស GCC ទទួលការវាយប្រហារពីអ៊ីរ៉ានជាកំជ្រួច106ដើមនិង drone 176គ្រឿងនេះសង្គ្រាម20ថ្ងៃ21ថ្ងៃនេះនៅពេលដែលយើងឃើញតាមការវាយប្រហារនេះណាយោងទៅតាមការមើលនិងការប្រមូលព័ត៌មានការវាយប្រហារតបវិញរបស់អ៊ីរ៉ានបានសង្កេតឃើញថានៅក្នុងសរុបនៃកំជ្រួចរបស់អ៊ីរ៉ានវាយត្រឡប់វិញណាការវាយមកកាន់អ៊ីស្រាអែលសហរដ្ឋអាមេរិកនិងប្រទេស GCC គេមិនទាន់អាចនឹងសង្កត់ធ្ងន់បានថាអ៊ីរ៉ានចុះខ្សោយនៅឡើយទេគេមិនអាចសង្កត់ធ្ងន់បានថាអ៊ីរ៉ានចុះខ្សោយនៅឡើយទេគេមិនអាចនិយាយថាចំនួនដែលវាយមកវិញនឹងបង្ហាញអំពីការចុះថយនៃការកម្លាំងទ័ពនិងកម្លាំងកំជ្រួច drone របស់អ៊ីរ៉ាននៅឡើយទេតែគេសង្កេតឃើញការប្រែប្រួលនៃសមរភូមិដូច្នេះបញ្ជាក់ម្ដងទៀតមកដល់ថ្ងៃទី19ខែមីនាឆ្នាំ2026បើយើងរាប់កំជ្រួចនិង drone វាយបកវិញរបស់កងទ័ពអ៊ីរ៉ានយើងឃើញចំនួនមានការប្រែប្រួលតែយើងមិនអាចសង្កត់ធ្ងន់បានថាកម្លាំងកំជ្រួចនិងកម្លាំង drone របស់អ៊ីរ៉ានចុះថយទេអ្វីដែលគួរកត់សម្គាល់ជាបច្ចេកទេសយើងឃើញជាការប្រែប្រួលនៃសមរភូមិបានសេចក្តីថាបើគេរាប់ចំនួនកំជ្រួចដែលអ៊ីរ៉ានវាយបកវិញរាប់ចំនួន drone ដែលអ៊ីរ៉ានវាយបកវិញយើងអាចនិយាយថាអ៊ីរ៉ានមិនចុះថយណាស់ណាទេចំនួននៃការវាយបកវិញទោះបីមានការប្រែប្រួលតែមិនទាន់សង្កត់ធ្ងន់ថាចុះថយទេតែវាជាការផ្លាស់ប្ដូរសមរភូមិវាយផ្លាស់ប្ដូរសមរភូមិនឹងបើយើងពិនិត្យមើលអ្វីដែលជាការផ្លាស់ប្ដូរសមរភូមិគឺអ៊ីរ៉ានមានយុទ្ធសាស្ត្រដែលយុទ្ធសាស្ត្រនេះកំពុងតែបង្កចលាចលឲ្យអ៊ីស្រាអែលនិងបង្កចលាចលឲ្យបណ្ដាប្រទេសនៅឈូងសមុទ្រមិនមែនជាការចុះថយនៃការវាយបកវិញទេតែវាជាការផ្លាស់ប្ដូរសមរភូមិដែលធ្វើឲ្យមានចលាចលបើសិនជានិយាយអំពីចំនួនមីសែលចំនួនកំជ្រួចមីស៊ីលទៅវិញវាពិតជាថយចុះមែនក៏ប៉ុន្តែបើនិយាយអំពីកម្លាំងនៃកំជ្រួចដែលធ្វើឲ្យច្បោកច្បល់អ៊ីរ៉ានបានប្រើប្រាស់កំជ្រួចដែលប្រដាប់ទៅដោយគ្រាប់បែកប្រាយឬគ្រាប់បែកចង្កោមដែលមានល្បឿនយឺតទេរត់បានចម្ងាយប្រមាណជាជាង2500គីឡូម៉ែត្រហើយនៅពេលដែលកំជ្រួចនោះវានៅក្នុងលំហអាកាសកម្ពស់8គីឡូម៉ែត្រទៅ5គីឡូម៉ែត្រវាបំបែកខ្លួនវាហើយគ្រាប់ចង្កោមឬគ្រាប់បែកប្រាយត្រូវបានជះចេញពីតួកំជ្រួចដែលវារយគ្រាប់បែកប្រាយឬគ្រាប់បែកចង្កោមនោះពី10គ្រាប់ទៅ30គ្រាប់ទៅតាមសមត្ថភាពនៃពោះកំជ្រួចដែលភាសាអង់គ្លេសហៅថា payload របស់វាសាយភាយស្រោចមកលើដីដែលមានទំហំផ្ចិតរង្វង់មូលរបស់វាពី5ទៅ10គីឡូម៉ែត្របណ្ដាលឲ្យកើតចលាចលវាមិនធ្វើឲ្យខូចខាតធំដុំទេប៉ុន្តែវាធ្វើឲ្យចលាចលនៅក្នុងទីតាំងនាវាធ្វើឲ្យឆេះវាធ្វើឲ្យផ្ទុះនិងអាក្របប្រាយក្របចង្កោមហ្នឹងមួយចំនួនវាធ្លាក់ចុះមកវាអត់ផ្ទុះទេវាទៅនៅកលុកកលៀតគៀនកោះតនាតន័យដែលធ្វើឲ្យមានគ្រោះថ្នាក់ដល់ទីតាំងដែលវាស្រោចលើហើយក្រុមស្រាវជ្រាវក្របផ្ទុះมันអាចទៅប្រមូលវាបានភ្លាមទេពីព្រោះវាស្រោចពីលើអាកាសកម្ពស់5ទៅ8គីឡូម៉ែត្រកំជ្រួចរបស់អ៊ីរ៉ានដែលបំពាក់ដោយគ្រាប់ចង្កោមឬគ្រាប់ប្រាយនេះបណ្ដាលឲ្យឈឺក្បាលខ្លាំងចំពោះប្រទេសអ៊ីស្រាអែលនិងប្រទេស GCC នៅប្រទេស GCC គេមិនទាន់ឃើញអ៊ីរ៉ានប្រើកំជ្រួចគ្រាប់ចង្កោមគ្រាប់ប្រាយនឹងច្រើននៅឡើយទេអញ្ចឹងការផ្លាស់ប្ដូរអិរិយាបថរបស់សមរភូមិ
យើងអាចនិយាយថាណាយើងអាចនិយាយថាបើប្រៀបធៀបទៅការបាញ់ចំនួនកំជ្រួចពីថ្ងៃទី28ខែកុម្ភៈឆ្នាំ2026មកដល់ថ្ងៃ19ខែមិនិនាឆ្នាំ2026ចំនួននៃកំជ្រួចវាចុះច្រើនក៏ប៉ុន្តែការប្រែប្រួលនៃសមរភូមិវាកើនឡើងដូច្នេះគេអត់និយាយថាកម្លាំងរបស់អ៊ីរ៉ានថមថយនៅឡើយទេសង្គ្រាមនៅមានការប្រែប្រួលច្រើននៅពេលដែលអ៊ីរ៉ានមានចំនួនកំជ្រួចបាញ់បកវិញហ្នឹងតែជាងមុនក៏ប៉ុន្តែការវាយប្រហារដោយ drone អត្តឃាតនៅតែបន្តជះការភ័យខ្លាចនិងកង្វល់ច្រើនទៅខាងអ៊ីស្រាអែលមូលដ្ឋានទ័ពអាមេរិកនិងបណ្ដាប្រទេស GCC នៅក្នុងការវាយតបវិញនេះអ៊ីរ៉ាននៅអាចវាយតបវិញមួយថ្ងៃ10ទៅ34ដងក្នុងមួយថ្ងៃមានន័យថាអ៊ីរ៉ានអាចវាយតបមកវិញពី10មក34ដងក្នុងមួយថ្ងៃហើយរវាងថ្ងៃ18 19មីនានេះយើងឃើញថាការវាយប្រហាររបស់អ៊ីរ៉ានមកលើមជ្ឈមណ្ឌលប្រេងនិងអូស្មန်នៅប្រទេស GCC មានគ្រោះថ្នាក់សម្បើមណាស់ប្រទេសកាតាអ៊ីមីរ៉េតអារ៉ាប់រួមនិងគូវ៉ែតកំពុងតែរងគ្រោះរីឯចរាចរណ៍តាមច្រកសមុទ្រអ៊័រមូសគឺធ្លាក់ចុះ 97% มันអាចធ្វើដំណើរបានទេសមត្ថភាពក្នុងការបង្ហូរប្រេងចេញពីមជ្ឈមណ្ឌលរបស់សាអូឌីអារ៉ាប៊ីនិងមជ្ឈមណ្ឌលនៃអ៊ីមីរ៉េតអារ៉ាប់រួមអាចនាំប្រេងវាងច្រកសមុទ្រអ៊័រមូសបានតែ 5% នៃទំហំប្រេងដែលបង្ហូរតាមចរាចរណ៍ពីឈូងសមុទ្រពើសៀនកាត់តាមច្រកសមុទ្រអ៊័រមូសបានសេចក្តីថាការប្រែប្រួលនៃលំហូរដឹកប្រេងឆៅបានតែ 5% 95% ត្រូវបាត់បង់ដែលបណ្ដាលឲ្យវិបត្តិប្រេងឆៅហើយនឹង LNG liquefied natural gas កំពុងតែជួបប្រទះខ្លាំងឡើងនៅក្នុងពិភពលោកនេះគឺជាអ្វីដែលអាប់ដេតជូននៅក្នុងពេលនេះម្ដងទៀតតម្លៃប្រេងឆៅមកទល់ពេលនេះគឺនៅក្នុងរវាង$100ក្នុង1បារ៉ែលអានោះគឺជាព័ត៌មានអាប់ដេតជូនបងប្អូនបាទនៅព័ត៌មានមួយទៀតក្រៅពីសង្គ្រាមអ៊ីរ៉ានខ្មែរអ្នកធ្វើដំណើរមកលេងអាមេរិកអ្នកដែលបានទិដ្ឋាការធ្វើដំណើរទេសចរនៅអាមេរិករួចហើយมันមានបញ្ហាអ្វីទេអាមេរិកស្វាគមន៍ផ្ដល់ទិដ្ឋាការឲ្យអ្នកដំណើរពីប្រទេសកម្ពុជាមកលេងអាមេរិកបានដោយគ្មានការរឹតបន្តឹងខ្លាំងអ្វីឡើយអត់មានទេតែនៅចាប់ពីខែមេសានេះទៅបាននរណាសុំទិដ្ឋាការធ្វើដំណើរមកលេងអាមេរិកទិដ្ឋាការមួយត្រូវកក់លុយ$15,000នេះគឺជាលក្ខខណ្ឌថ្មីគឺជាលក្ខខណ្ឌថ្មីដែលផ្សាយឲ្យដឹងកាលពីថ្ងៃទី18ខែមីនាម្សិលមិញនៅក្រសួងការបរទេសដែលទិដ្ឋាការពីប្រទេសកម្ពុជាអ៊ីធីអូពី Georgia Grenada Lesotho Mauritius Mongolia Mozambique Nicaragua Papua New Guinea Seychelles Tunisia ត្រូវបូកបញ្ចូលទៅក្នុងបញ្ជីនៃប្រទេស38នៅក្នុងពិភពលោកដែលតម្រូវឲ្យកក់លុយទិដ្ឋាការចំនួនជាទឹកប្រាក់រហូតដល់$15,000ចាប់ពីតម្លៃកំណត់របស់ស្ថានទូតកុងស៊ុលដែលគេចេញច្បាប់រហូតដល់$15,000អាមេរិកដែលនឹងចាប់សុពលភាពនៅលក្ខខណ្ឌនេះពីថ្ងៃទី2ខែមេសាឆ្នាំ2026ខាងមុខនេះចំពោះអ្នកដែលសុំទិដ្ឋាការ B1 ឬ B2
ចំណែកឯទឹកថាការងារធំ H1B នោះមិនតម្រូវការទេតែក្រុមហ៊ុនដែលធានានឹងត្រូវកក់លុយឬក៏បង់លុយទុកជាមុនឲ្យមនុស្សដែលគេធានាមកធ្វើការឬក៏ទៅធានាឲ្យទទួលបាន H1B visa ចំនួនជាទឹកប្រាក់$10,000ណាជា$10,000នេះគឺជាព័ត៌មានតាក់ទងអំពីទិដ្ឋាការដែលចាប់មានសុពលភាពនៅក្នុងដើមខែមេសាឆ្នាំ2026នេះអានោះគឺជាព័ត៌មានមួយដែលចែកជូនចំពោះអ្នកដែលមកលេងអាមេរិកបាទគេអាចតម្រូវឲ្យកក់5,000កក់8,000ឬក៏កក់ពេញ15,000ណាទៅតាមតម្រូវការនៃកុងស៊ុលាឬក៏ការិយាល័យកុងស៊ុលរបស់អាមេរិកនឹងប៉ុណ្ណឹងបាទចំណែករឿងអ្វីផ្សេងទៀតมันមានអ្វីធំដុំដែលត្រូវព្រួយបារម្ភនោះទេក្រៅពីការជះឥទ្ធិពលធ្វើឲ្យសាំងឡើងថ្លៃយ៉ាងខ្លាំងបំផុតនៅក្នុងពិភពលោកអារីកាក្នុងប្រវត្តិសាស្ត្រខ្មែរតើគេស្អប់ស្ដេចអង្គណាសម្រាប់ខ្ញុំស្អប់ស្ដេចជ័យជេដ្ឋាទី2ចៅអារីកាកាលណាចៅអានប្រវត្តិសាស្ត្រឲ្យចៅយកស្អប់ដាក់មុខគឺជាគំនិតភ្លីភ្លើនៅក្នុងប្រវត្តិសាស្ត្រយើងអានប្រវត្តិសាស្ត្រដើម្បីយើងស្វែងយល់អ្វីដែលបានកើតឡើងរួចហើយនៅអតីតកាលដើម្បីយល់ដឹងអំពីបច្ចុប្បន្នកាលបើយកពាក្យស្អប់ដាក់មុខអានឹងសិតតែមនុស្សភ្លើមានតែមនុស្សភ្លើទេដែលអានប្រវត្តិសាស្ត្រយកពាក្យស្អប់ដាក់មុខមកអាចចៅណាបាទឈប់ទៅកុំភ្លើអាហ្នឹងមនុស្សអ្នកអានប្រវត្តិសាស្ត្រណាដែលយកការស្អប់ពើមដាក់មុខខ្លួនគឺជាមនុស្សភ្លីភ្លើអ្នកអានប្រវត្តិសាស្ត្រណាអ្នកអានប្រវត្តិសាស្ត្រណាដែលយកការស្អប់ខ្ពើមដាក់មុខខ្លួនគឺជាមនុស្សភ្លីភ្លើការអាននិងសិក្សាប្រវត្តិសាស្ត្រគឺគេស្វែងយល់អំពីអតីតកាលដែលគេគិតពីបច្ចុប្បន្នកាលថាតើមានអ្វីអាចកែប្រែឬប្រែប្រួលក្នុងទីតាំងនៃប្រទេសមួយការអាននិងការសិក្សាប្រវត្តិសាស្ត្រការអាននិងការសិក្សាប្រវត្តិសាស្ត្រគឺគេស្វែងយល់អំពីអតីតកាលដែលគេគិតពីបច្ចុប្បន្នកាលថាតើមានអ្វីអាចកែប្រែឬប្រែប្រួលក្នុងទីតាំងនៃប្រទេសមួយមានតែមនុស្សភ្លើទេដែលអានប្រវត្តិសាស្ត្រដាក់ការស្អប់ខ្ពើមជាត្រីមុខណាចៅណាអញ្ចឹងចៅឯងកំពុងតែភ្លើហើយមិនបាច់ខំប្រឹងទេភ្លើហើយឧទាហរណ៍ចៅប្រាប់តាថាចៅក្នុងប្រវត្តិសាស្ត្រចៅស្អប់ជ័យជេដ្ឋាទី2ភ្លើបាត់ចាំតាប្រាប់នៅក្នុងរឿងនយោបាយឆ្នាំ1970គេបានឃោសនាតាមល្ខោននិងតាមការផ្សាយថាស្ដេចជ័យជេដ្ឋាធ្វើឲ្យបាត់ដីការពិតជ័យជេដ្ឋាអត់មានធ្វើឲ្យបាត់ដីទេជ័យជេដ្ឋាគ្មានតាក់ទងនឹងការបាត់ដីតតែសោះពាក្យចោទជ័យជេដ្ឋាថាឲ្យយួនមកស្នាក់លើទឹកដីកម្ពុជាក្រោមគឺជារឿងដែលកាលនោះសម្ព័ន្ធមេត្រីភាពរវាងតកូលវៀងនិងស្ដេចជ័យជេដ្ឋាមានធម្មតាដូចឧទាហរណ៍ថាឆ្នាំ70ដែរគេថាសីហនុធ្វើឲ្យបាត់ដីទៅយួនសីហនុធ្វើឲ្យបាត់ដីទៅយួនជាកុងវៀតណាមខាងជើងបើគេស្អប់សីហនុព្រោះបាត់ដីគឺភ្លើសតសីហនុ
ត្រូវយល់ថាគាត់អត់បានបាត់បង់ដីដោយសារអនុញ្ញាតឲ្យយាកង់នៅលើដីខ្មែរទេដីដែលយួនអង្គាមយកបានគឺជានយោបាយដែលស្ដេចខ្មែរម្នាក់ឈ្មោះអាស័យអនុនេះវាទៅប្រឡូកជាមួយកុម្មុយនីសដែលផ្ដល់ឱកាសឲ្យកុម្មុយនីសឈ្នះនៅភ្នំពេញថ្ងៃ17មេសាកំហុសរបស់អាមនុស្សឈ្មោះស័យអនុនេះគឺនយោបាយមិនមែនទង្វើដែលវាឲ្យដីទៅយួនទេពីព្រោះវាអត់បានកាត់ដីកាត់ទឹកទៅឲ្យយួនដោយហ៊ុនសែនសញ្ញេជាមួយនឹងយួនរឿងដែនទឹកប្រវត្តិសាស្ត្រទេវាអត់បានកាត់បានអីទេតែវាធ្វើនយោបាយហើយនយោបាយនោះធ្វើឲ្យវាអន្តរាយដល់ប្រទេសកម្ពុជាកំហុសនយោបាយមិនមែនកំហុសទង្វើឲ្យដីទៅគេទេរីឯជ័យចេតថាអត់បានធ្វើនយោបាយអីទាំងអស់ពេលនងស្រុកបែកជាពីរស្ដេចខ្មែរមួយចំនួននៅខាងសៀមស្ដេចខ្មែរមួយចំនួននៅខាងយួនជ័យចេតថាទី2នៅខាងយួនហើយក៏នៅសុខសប្បាយទៅក្នុងរាជជ័យចេតថានោះដល់ជ័យចេតថាងាប់បាត់ទៅខ្មែរអត់មានអ្នកណាទៅនៅលើទឹកដីនោះយូរទៅយួននឹងចិននៅទៅដោយអត់មានច្បាំងអីទេអត់មានច្បាំងអីទេដូចឧទាហរណ៍យួនមកនៅកម្ពុជាពី82មកវាមានការព្រមព្រៀងពីបកប្រជាជនសារាចរចាញ់ណែនាំឲ្យរៀបចំទុកដាក់ជនជាតិវៀតណាមអានឹងជានយោបាយមិនកាត់ដីឲ្យយួនទេតែថ្ងៃ7កក្កដា1982អានោះគឺជាការកាត់ដែនទឹកឲ្យទៅវៀតណាមមែនការបង្កើតដែនប្រវត្តិសាស្ត្រហើយនឹងការទទួលស្គាល់កម្មសិទ្ធិកោះគឺជាការកាត់ដែនទឹកមួយចំនួនឲ្យទៅវៀតណាមតាមវៀតណាមចង់បានទោះបីយ៉ាងណាក៏មិនមែនទៅចោទហ៊ុនសែនទេហ៊ុនសែនកាត់ដីឲ្យយួនហ៊ុនសែនក្បត់ជាតិអត់ទេអត់ចោទបានទេពីព្រោះពេលហ្នឹងហ៊ុនសែនគាត់ជាកុម្មុយនីសហើយឥឡូវហ្នឹងគាត់នៅតែជាកុម្មុយនីសបាក់ពួកគាត់ដោះដូរគ្នាយើងលើករឿងហ្នឹងមកនិយាយតែយើងអត់ស្អប់ហ៊ុនសែនទេហើយដល់ចៅឯងទៅស្អប់ជ័យចេតថាទី2អាហ្នឹងភ្លើសតពីព្រោះចៅឯងអត់ដឹងថាជ័យចេតថាទី2ហ្នឹងគាត់អត់បានសញ្ញេស្អីឬបកគលដីណាឲ្យទៅយួនទេគាត់គ្រាន់តែអនុញ្ញាតដីដែលទំនេរហ្នឹងឲ្យយួនចូលមកស្នាក់នៅបោះជំរំធ្វើស្រែចម្ការហើយក៏បង់ពន្ធដារបន្តិចបន្តួចឲ្យរាជការខ្មែរដល់ពេលជ័យចេតថាងាប់បាត់ទៅស្រុកខ្មែរវាបែកបាត់ក៏យួនវានៅរហូតទៅហើយទៅស្អប់ជ័យចេតថាគាត់មានបានឲ្យដីអីទៅឲ្យនោះអញ្ចឹងអារិកាឯងអានប្រវត្តិសាស្ត្រដោយយកសំអប់ដាក់មុខអញ្ចឹងអត់បានទេដូចរឿងហ៊ុនសែនអញ្ចឹងហ៊ុនសែនសញ្ញេពីថ្ងៃ7កក្កដាមកក៏វាคล้ายទៅជាមូលហេតុនៃការខើចនៃការបាត់បង់ដែនសមុទ្រតែมันអាចទៅចោទហ៊ុនសែនទេហ៊ុនសែនកាត់ទឹកកាត់ដីឲ្យគេទេត្រូវយកមកពិចារណាដោយសេចក្តីយុត្តិធម៌នៃនយោបាយបានជាការចង្អុលបង្ហាញអំពីអ្វីដែលហ៊ុនសែនចុះហត្ថលេខាជាមួយនឹងយួនគឺគ្រាន់តែជាការបង្ហាញអំពីនយោបាយគេមិនអាចទៅចោទហ៊ុនសែនថាក្បត់ជាតិទេគេត្រូវស្វែងយល់អំពីទង្វើនយោបាយហើយចុះយើងណា300ឆ្នាំក្រោយមកយើងកើតណាក្រកលិតអត់ដឹងអីសោះហើយទៅស្អប់ស្ដាច់ជ័យចេតថាទី2ហ្មងចៅភ្លើសក់នៅក្នុងប្រវត្តិសាស្ត្រគេអត់ដែរស្អប់ឧទាហរណ៍ថាយើងអានប្រវត្តិសាស្ត្រស្ដេចអាសោកដោយការកាប់សម្លាប់របស់ស្ដេចអាសោកយើងស្អប់ស្ដេចអាសោកយើងអត់ដឹងថាប្រវត្តិសាស្ត្រនៅពេលនោះយ៉ាងម៉េចទេអត់ទេយើងអត់ដឹងទេយើងភ្លើទៅស្អប់ស្ដេចអាសោកហ្មងឧទាហរណ៍ថាយើងស្អប់ស្ដេច Alexander ទៅស្អប់អ្ហ្មងវាកើតប្រហែល1000ឆ្នាំមុនណាឧទាហរណ៍អាមេរិកខ្លះគេថាណែប្រពុតរបស់អ្នកឯងអត់ល្អទេខ្ញុំថាអត់ល្អរឿងអីអត់ល្អទេពីព្រោះរត់ចោលកូនកាលតែព្រះអង្គលោកចាញ់បួសណាអានឹងជាទស្សនៈបច្ចុប្បន្នភាពតែព្រឹត្តិការណ៍ដែលកើតឡើង2500ឆ្នាំមុនណាវាមានសភាពដូចមិនដាច់អានេះនិយាយនឹងភ្លើសពពីព្រោះកាល2500ឆ្នាំមុនវប្បធម៌សម័យពុទ្ធកាលវាផ្សេងពីវប្បធម៌សម័យអាមេរិកឆ្នាំ90ហើយអាមេរិកមកប្រាប់ខ្ញុំដែរព្រះអ្នកឯងអត់ល្អទេរត់ចោលកូនដល់ហើយខ្ញុំក៏និយាយលេងវិញខ្ញុំថាចុះមិនក៏មិនបន្ទោសព្រះអ្នកឯងកាលពីដើមឡើយមានមនុស្សតែ2នាក់ទេលើផែនដីមួយឈ្មោះអាដាមមួយឈ្មោះនាងអេវ៉ាថែរក្សាមនុស្ស2នាក់មិនគង់ឲ្យពោះ
នាំអាចស៊ីផ្លែបាបឥឡូវប្រជាជនមនុស្សរស់នៅ8,000 លាននាក់ធ្វើមិនព្រះសង្គ្រោះបានបើកាលមុនព្រះមានមនុស្សតែ2នាក់ណែជួយប្រាប់ខ្ញុំមើលអាមេរិកធ្វើក្បាលងើឆ្លើយអត់រួចថាពីដើមមនុស្សមានច្រើនទេណាតាមរយៈគម្ពីរលោកកបាត់ក្រោយពីព្រះបង្កើតផ្ទៃមេឃនិងផែនដីព្រះមានមនុស្សតែ2នាក់ទេមួយឈ្មោះអាដាមមួយឈ្មោះអេវ៉ាហើយព្រះនៅទំនេរអត់មានរវល់អីផងថែមិនគ្រាន់តែរក្សាមនុស្ស2នាក់រក្សាមិនគង់អញ្ចឹងតើព្រះអាចជួយមនុស្ស8,000 លាននាក់បច្ចុប្បន្ននឹងបានទេតែឯងមិនក៏មិនឆ្ងល់ផងស្ងាត់អាមេរិកលែងនិយាយក៏វាក្បាលដើរចាញ់ថារឿងសាសនារឿងអីនេះយើងមិនយកមកកាត់សេចក្តីបានទេវាជារឿងព្រេងផងវាជារឿងពិតផងដែលយើងគ្រាន់តែផ្ដល់ជំនឿទៅប៉ុណ្្នឹងទេណាហ្នឹងឆ្លើយប៉ុណ្្នឹងណាអារិកានេះកុំមកបបួលតាភ្លើជាមួយអញអត់ភ្លើជាមួយអាចារ្យឯងទេអាចារ្យឯងភ្លើជាមួយអាចារ្យឯងទៅខំប្រឹងស្អប់ទៅពីព្រោះស្អប់ខ្មែរហ៊ុនសែនយួនអីគេចូលចិត្តឲ្យខ្មែរស្អប់ណាសែមលេតខ្ញុំអត់យកចិត្តទុកដាក់រឿងហ្នឹងទេចៅអ្វីដែលតាយកចិត្តទុកដាក់តើអាមេរិកអាចបំផ្លាញរបបអ៊ៃរ៉ានបានឬទេបើមិនបានទេអាមេរិកដកចេញពីតំបន់ហ្នឹងវាទៅជាតំបន់ហិនហោចដែលវានឹងបន្តវិបត្តិ50 ឆ្នាំទៅមុខទៀតពិភពលោកបើតំបន់ច្រកសមុទ្រអកម៉ូសហ្នឹងវាមានបញ្ហាវាកើតចលាចលផ្នែកធម្មពលមួយផ្លែតក្រោយមកអាការផ្គត់ផ្គង់ប្រេងហ្នឹងក៏វាកែប្រែបណ្ដាប្រទេសនៅឈូងសមុទ្រក៏នឹងរៀបចំកែប្រែក៏លំហូរប្រេងឆៅចែកចាយក្នុងពិភពលោកក៏គេលំនឹងសារជាថ្មីអាតំបន់ដែលអាមេរិកវាយហ្នឹងបើមិនអាចបំផ្លាញរបបអ៊ៃរ៉ាននឹងបានទេវាក៏បណ្ដាលឲ្យអស្ថិរភាពនៅក្នុងតំបន់ហ្នឹង50 ឆ្នាំទៅមុខទៀតក៏ប៉ុន្តែពិភពលោកវាជ្រួលច្បល់តែមួយឆាវទេត្រូវរកវិធីដោះស្រាយជំនួសការរអាក់រអួលប្រេងឆៅ20ទៅ 25% ដែលទទួលពីតំបន់ហ្នឹងតែប៉ុណ្ណឹងដូច្នេះតាមើលរូបរាងនៃបញ្ហាហ្នឹងតាមើលធំមិនមើលតូចទេចាអូខេមិនដូចចាឯងគិតថាតូចអញ្ចឹងទេប្រទេសកម្ពុជាស្ថិតនៅស្រុកណាអូស្រុកហ្នឹងទីយ៉ាស្រុកត្រូវដេញក្បាលចោលអូខេអាហ្នឹងអញ្ចឹងWonder ខ្ញុំឃើញវីដេអូចូលឆ្នាំខ្មែរនៅរដ្ឋ California គេរៀបចំតាមប្រពៃណីខ្មែរល្អសប្បាយណាស់អូខេណាខ្ញុំអត់សូវចាប់អារម្មណ៍រឿងហ្នឹងទេកូនពីព្រោះវត្តខ្មែរនៅស្រុកអាមេរិកអីគេយកតាមវប្បធម៌ថ្មីពីប្រទេសកម្ពុជាគេធ្វើអីស្អាតតែគេទៅហើយខ្ញុំក៏អត់មានដោយថាទីហោថាខ្ញុំធ្វើដំណើរទៅរដ្ឋណាមួយថ្ងៃចូលឆ្នាំទៅចូលលេងនៅវត្តគេអីខ្ញុំមិនសូវចង់ទេក្រៅពីវត្តខ្ញុំឡើងចុះខ្ញុំក៏អត់សូវចង់ហើយវត្តខ្ញុំក៏អញ្ចឹងដែរបើគេធ្វើអីគណៈកម្មការគេធ្វើបើខ្ញុំមិនពេញចិត្តខ្ញុំមិនចូលរួមទៅចប់ណាខ្ញុំអត់សូវខ្ញុំរិះគន់ប្រពៃណីរិះគន់ការបំផ្លិចបំផ្លាញវប្បធម៌អីជាទស្សនៈសង្គមទេតែបើគេចង់ធ្វើអីឧទាហរណ៍ថាមានវត្តខ្មែរនៅអាមេរិកគេនាំគ្នាដើរបញ្ចេញគល់ដោះណាបើគេចង់ទៅខ្ញុំអត់ប្រៀបធៀបថាអានេះសុបាយអានោះសុបាយតាមអ្នកស្រុកអ្នកភូមិខ្មែរគេថាសុបាយទៅហើយចំណែកខ្ញុំវិញបើអត់សុបាយខ្ញុំដើរចេញទៅពីព្រោះអីក្មួយខ្ញុំដឹងថាវាប្រពៃណីយើងវាអលុំអលាយហើយតែប៉ុណ្ណឹងដូច្នេះអត់មានយោបល់អីទៀតទេដឹងថាអលុំអលាយហើយឋានៈក្នុងបច្ចុប្បន្នបើសិនជាត្រូវខ្ចីលុយធនាគាររឿងហ្នឹងទុកឲ្យចៅឯងសម្រេចចុះតាមិនសម្រេចទេបាទតាមិនសម្រេចទេណាចៅណា
ទុកឲ្យចៅឯងសម្ដេចទៅអត់ឲ្យយោបល់ទេតាយល់យ៉ាងណាដែរចំពោះការដឹកនាំសម្ដេចហ៊ុនម៉ាណែតអត់មានយល់យ៉ាងណាទេចៅឯងនៅក្រោមហ៊ុនម៉ាណែតនឹងបានសុខហើយសឹមស្មានចិត្តត្រាំមិនត្រូវប្រែកន្លះលឿនបើស្មានមិនត្រូវអ្នកដឹកនាំហ្នឹងច្បាស់ជានាំយើងទៅកន្លែងមិនស្រួលមិនសូវស្រួលទេកំសាន្តតាំងពីផ្ទុះសង្គ្រាមដៃជើងអៃរ៉ាន់ដូចជារូទីនៅយេម៉ែនស្ងាត់ចឹងវាមិនមែនស្ងាត់ទាំងអស់ទេប៉ុន្តែប្រហែលជាវាខ្វះស្អីមួយដូចជាដៃជើងរបស់អៃរ៉ាន់នៅលេបាណុនកំពុងតែវាយគ្នាខ្លាំងជាមួយនឹងអ៊ីស្រាអែលវាខ្វះស្អីមួយកំសាន្តអូខេឆ្លើយហើយML ពាក្យចូលនឹង fake ចង់សម្ដៅលើសង្គមខ្មែរយ៉ាងដូចម្ដេចខ្លះចៅយល់ដែរតែមិនសូវច្បាស់គឺការប្រែប្រួលសង្គមខ្មែរយើងធ្លាក់ខ្លួនចុះខ្សោយព្រោះមានមនុស្សស៊ីចូលច្រើនមនុស្សអួតច្រើនហើយនិងមនុស្ស fake ច្រើនដល់កាលណាមានមនុស្សចូលច្រើនមនុស្សអួតច្រើននិងមនុស្ស fake ច្រើនសង្គមយើងធ្លាក់ចុះផ្នែកចរិតសង្គមធ្លាក់ចុះតាមមេដឹកនាំធំលើពិភពលោកមានដឹងថាជាវាយទេប្រហែលជាគេដឹងFloyd ពេលណាសាំងចុះថោកខ្ញុំកំពុងតែនិយាយពីសាំងឡើងថ្លៃដូច្នេះសំណួរហ្នឹងឆ្លើយខ្លួនឯងទៅណាRegalet លោកតារៀនធ្វើការងារ Cyber Security ល្អឬទេល្អហើយបាទល្អហើយឲ្យតែមានការធ្វើព្រោះតានិយាយអស់ហើយថារឿងមុខវិជ្ជាមួយតានិយាយច្រើនហើយឥឡូវតាអត់បាច់បញ្យល់ទេណាមកតាមណាទៅតាមហ្នឹងណាចឹងណាអញ្ចឹងតាឆ្លើយល្អហើយខំទៅវាល្អហើយPOZZ រឿងសង្គ្រាមវៀតណាមបានបាត់ទៅ50ឆ្នាំហើយបើចង់ចេះដឹងទៅរកសភៅអានខ្លួនឯងរឿងនេះអត់សូវមានប្រយោជន៍អីក្រៅពីជាប្រវត្តិសាស្ត្រទេ John what are real goals behind joint military action of the United States and Israel against Iran ខ្ញុំ I already talk about goals of this war already I talked several times you can go back and watch my video ខ្ញុំនិយាយហើយណាហើយសង្គ្រាមវាចូលដល់20ថ្ងៃហើយបើសង្គ្រាមដល់20ថ្ងៃហើយចនឯងនៅមិនយល់ទៅមើលវីដេអូខ្ញុំថែមទៀតណាអូខេណា rumor សុកមេងរឿងហ្នឹងសុកមេងឯងទៅងើបពីដេកគេផ្សាយព័ត៌មានកុហកហ្នឹងអស់មួយអាទិត្យហើយអញ្ចឹងគួរណាស់ភ្ញាក់ខ្លួនតាមដានព័ត៌មានឲ្យច្បាស់លាស់ព្រោះខ្លួននៅខ្សោយណាlow app វ៉ានីបើគេជេរម៉ែយើងតើយើងត្រូវធ្វើដូចម្ដេចយើងងាយតើបើគេជេរម៉ែយើងឲ្យគេជេរយើងថែមទៀតទៅឲ្យគេជេរយើងថែមទៀតប្រាប់ថាជេរខ្ញុំថែមទៀតទៅជេរប្រពន្ធកូនខ្ញុំថែមទៀតទៅពីព្រោះយើងភ្លើគិតមិនឃើញអញ្ចឹងចៅឯងវានៅភ្លើគិតមិនឃើញឲ្យគេជេរថែមទៀតទៅអូខេស្មៃអ្នកសិក្សាគឺមិនចងគំនុំនឹងព្រឹត្តិការណ៍វាមិនដែលមានណាគេយកការស្អប់ទៅធ្វើតូជីហ្សានិកអរគុណចៅទៅដេកលោកតាតើបានម្សៅក្នុងពេលចូលឆ្នាំខ្មែរមានន័យថាម៉េចអត់មានន័យថាម៉េចទេចៅឯងចូលចិត្តប៉ាទៀតទៅណាព្រោះចៅឯងពងភ្លើហើយចាំបាច់បញ្យល់អីអាភ្លើអញ្ចឹងទុកឲ្យវាធ្វើទៅថ្ងៃក្រោយទៅគេដាក់លេខឆ្នាំលេខអីវាប៉ាតមុខវាទៅវាបានកើតការខូចច្បាច់មុខស្បែកអីអាហ្នឹងវាទទួលទៅមិនមែនជេមសក់ណាអញ្ចឹងរបៀបតាឆ្លើយថ្ងៃនេះគឺរុញស៊ីក្លូចូលឡានបើឯងចង់ងាប់ទៅបើឯងចង់គ្រោះថ្នាក់ទៅឯងចង់លាយប្រពៃនេះឯងធ្វើទៅមុខម៉ែអញលោកតាខ្ញុំឮបងខ្ញុំនិយាយថាប៉ែនសវណ្ណជាអ្នកអំដោះខ្មែរមកពីបងចៅឯងភ្លើបានជាគិតថាប៉ែនសវណ្ណហ្នឹងវាជាអ្នកអំដោះខ្មែរបន្តឲ្យវាភ្លើតទៅទៀតទៅអូខេហ្វី7ពេលសង្គ្រាមសាំងថ្លៃជាងម្សុទ្ធតែក្រោយសង្គ្រាមហេតុអ្វីម្សុទ្ធអត់ទេអត់ពិតទេឥឡូវម្សុទ្ធថ្លៃចង់អត់ម្សុទ្ធនៅប្រទេសខ្លះថ្លៃជាងសាំងនៅប្រទេសខ្លះថោកជាងសាំងដូច្នេះហើយអ្វីដែលចៅឯងសួរហ្នឹងចៅឯងអត់ច្បាស់ទេណាអេសការីយ៉ូទស្សនកិច្ចរបស់ប្រជាថៃទៅឡាវសន្យាផ្គត់ផ្គង់ប្រេងឲ្យឡាវអត់ទេព័ត៌មានរបស់ចៅឯងហ្នឹងអត់ច្បាស់ទេស្ដេចថៃអត់មានធ្វើនយោបាយសន្យាអីទេគេទៅថៃដែលគេទៅលេងឡាវហ្នឹងគឺគេរាប់ជាបងប្អូន
ហើយពួកកុម្មុយនីសឡើយហ្នឹងក៏គេឆ្លើយតបមកវិញតែប៉ុណ្្នឹងវាអត់មានតាក់ទងរឿងសន្យាប្រេងទេសន្យាប្រេងគឺរឿងរដ្ឋាភិបាលថៃធ្វើចំពោះឡាវចឹងឯងច្បោកច្បល់អត់ដឹងរឿងហ្នឹងទេណាសេរីម៉ារឌីចៅចង់ដឹងពីគោលបំណងអាមេរិកក្រោយចប់សង្គ្រាមជាមួយមជ្ឈមបូព៌ាអាមេរិកបានប្រាប់ហើយថាវាយអ៊ីរ៉ានគឺវាយបំផ្លាញអត់មានកសាងទេសេរីម៉ារឌីអាមេរិកកាំងគ្មានគោលបំណងកសាងប្រទេសអ៊ីរ៉ាននេះគឺវាយបំផ្លាញចោលអូខេវាយបំផ្លាញចោលណាកូនតែការយកវប្បធម៌លាយសម័យជារឿងល្អទេវប្បធម៌ប្រែប្រួលណាចៅសាមកោវប្បធម៌វាប្រែប្រួលតែបើយើងចេះតែយកវប្បធម៌គេមកអនុវត្តដោយប្រភ្លីប្រភ្លើដូចយកសង្ក្រានគេមកប្រើប្រភ្លីប្រភ្លើអាហ្នឹងគេសើចតែបើយើងចេះកែច្នៃឲ្យល្អនៅក្នុងវប្បធម៌ជាតិយើងហើយទំនើបអាហ្នឹងបានល្អប្រសើរ Mr. Ning លោកតើរបបខ្មែរក្រហមរលត់ដោយសារអ្វីអ្នកណាចូលរួមរំលត់ខ្លះម្ចាស់ចវាយរបស់ខ្មែរក្រហមគឺយួនហើយក្រោយពីយួនប្រើខ្មែរក្រហមហើយយួនក៏បំផ្លាញខ្មែរក្រហមដាក់ហ៊ុនសែនជំនួសលោកតើបញ្ហាព្រំដែនខ្មែរគួរដោះស្រាយយ៉ាងដូចម្ដេចរដ្ឋាភិបាលមានការដោះស្រាយហើយត្រូវចំណាយពេលពី1ឆ្នាំទៅ50ឆ្នាំម៉េងឈុនឥឡូវល្បីណាស់ក្នុង TikTok គេរកលុយចៅអើយគេរកលុយលោកតាបើអ៊ីរ៉ានចាប់សង្គ្រាមតើសាំងអាចចុះថ្លៃទេសាំងកាលណាបើសិនគេច្បាំងរហូតក៏សាំងក៏នៅតែចុះថ្លៃបើច្បាំងហើយចាប់ក៏ចុះថ្លៃហេតុដែលសាំងវាឡើងថ្លៃពីព្រោះការផ្គត់ផ្គង់ហ្នឹងវាកំពុងតែច្បោកច្បល់បើវាច្បាំង3 4 5ឆ្នាំទៅសាំងចុះថ្លៃវិញហើយពីព្រោះការផ្គត់ផ្គង់គេរៀបចំថ្មីអាហ្នឹងអញ្ចឹងឧត្តមតើអ៊ីរ៉ានមានគ្រាប់នុយក្លេអ៊ែរដែរទេអត់ដឹងយើងចាំមើលគ្រប់គ្នាណា